ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូដ៏រញ៉េរញ៉ៃរបស់ខ្ញុំថ្ងៃនេះខ្ញុំបាននាំលោកយាយរបស់ខ្ញុំមកទស្សនានឹងដើរកំសាន្តនៅក្នុងរមណីយដ្ឋានបឹងសំរឹទ្ធដែលស្ថិតនៅក្នុងខេត្តកំពង់ធំហើយនេះជាសកម្មភាពដែលខ្ញុំបានដើរមើលក្នុងទីធ្លាបឹងសំរឹទ្ធហ្នឹងបងប្អូនគឺថាមានទេសភាពស្រស់ស្អាតមែនតែនដោយមានសិតតែខ្យល់អាកាសធម្មជាតិពិតហើយនេះជាលោកយាយរបស់ខ្ញុំដែលគាត់មានប្រជាជន90វស្សាហើយច្រឡំ90វស្សាដូចលោកអើយមកតោះចាបន្ទាប់ពីរៀបរាប់ហើយយើងក៏ដើរទៅមើលទេសភាពនៅក្នុងទីធ្លាបឹងសំរឹទ្ធនឹងបន្តទៀតតែទីធ្លាគេគឺធំមែនតែនខ្ញុំមកថ្ងៃនេះគឺមិនមែនមកថ្ងៃបុណ្យថ្ងៃគេឈប់សម្រាកអីទេគឺខ្ញុំឆ្លៀតពេលពីការងារមកមិនចាំបនទៀនអីទេក៏ជូនគាត់មកទស្សនាដើរលេងកំសាន្តនៅតាមរមណីយដ្ឋានដែលនៅចិត្តផ្ទះដែរចឹងណាបងប្អូនអញ្ចឹងហើយមើលទៅគឺអត់សូវមានមនុស្សច្រើនកកអីទេគឺមានតែបងប្អូនខ្ញុំនឹងឯងមានតែបងប្អូនហើយនឹងក្មួយដែលគាត់មកចង់ដើរលេងដែរហើយនេះដើមឈើគេមានដាក់បិទផ្លាកឈ្មោះអីចឹងណានេះដើមជ្រៃហើយនេះបងខ្ញុំចាហើយគាត់អ្នកមើលថែយាយជួយគ្រាយាយចឹងណាដោយសារយាយគាត់រៀងដើរម្នាក់ឯងទៅគាត់រៀងជើងជាខ្លាចគាត់ដួលអីចឹងណាអញ្ចឹងយាយជួយទប់គាត់ទៅអូយយាយសួរពីអារម្មណ៍យាយថាយាយបានដើរអញ្ចឹងសុបាយអត់ព្រោះអីអត់ដែលបាននាំយាយជូនយាយដើរអញ្ចឹងណាហើយយាយគាត់ថាសុបាយចៅយាយខានចេញក្រៅយូរដែរអញ្ចឹងណាដល់ពេលហើយក៏បានជូនគាត់ទៅនឹងដែរអរគុណហើយនេះជាកម្រងរូបភាពដែលថតជាមួយនឹងលោកយាយរបស់ខ្ញុំអរគុណ